មនុស្សគ្រប់គ្នាកើតមកសុទ្ធតែជាប់ជាមួយនឹងភាពភ័យខ្លាចមកជាមួយគ្មានអ្នកណាគេកើតមករឹងមាំមិនចេះខ្លាចអ្វីពីកំណើតនោះទេមនុស្សគ្រប់គ្នាសុទ្ធតែខ្លាចស្លាប់ខ្លាចការឈឺចាប់ខ្លាចការបាត់បង់ខ្លាចការបែកបាក់គ្រប់គ្នាគ្រាន់តែខ្លាចតិចហើយនឹងខ្លាចច្រើនប៉ុណ្ណោះប៉ុន្តែធម្មជាតិបានបង្រៀនមនុស្សឲ្យរឹងមាំបន្តិចម្ដងដោយការចេះសម្របខ្លួនបត់បែនទៅនឹងលក្ខខណ្ឌផ្សេងៗរបស់ធម្មជាតិទៅតាមការវិវត្តវ័យរបស់មនុស្សម្នាក់ៗមនុស្សរឹងមាំមិនមែនជាមនុស្សដែលមិនចេះឈឺចាប់មិនចេះភ័យខ្លាចមិនចេះយំនោះទេគ្រាន់តែគាត់ហ៊ានប្រឈមនឹងការឈឺចាប់ហ៊ានប្រឈមនឹងការភ័យខ្លាចដោយមិនគេចវេះមិនរត់ចោលវានោះទេទោះបីជាគាត់ខ្លាចយ៉ាងណាក៏ដោយបងប្អូនទាំងអស់គ្នាមានរឿងខ្លះទោះបីជាយើងខ្លាចប៉ុណ្ណាភ័យប៉ុណ្ណាប៉ុន្តែយើងត្រូវតែឆ្លងកាត់វាដោយជៀសមិនរួចឧទាហរណ៍ដូចជាយើងជាមនុស្សដែលខ្លាចម្ជុលឬក៏ខ្លាចការវះកាត់ប៉ុន្តែស្រាប់តែថ្ងៃមួយហ្នឹងយើងមានជំងឺដែលតម្រូវឲ្យចាក់ថ្នាំឬក៏ទទួលការវះកាត់ប្រសិនបើយើងមិនចាក់ឬក៏មិនវះទេយើងនឹងត្រូវស្លាប់អញ្ចឹងយើងមានតែត្រូវប្រឈមមុខជាមួយវាដោយជៀសមិនរួចគ្រាន់តែអ្នកខ្លះហ្នឹងគាត់រឹងមាំមានភាពក្លាហានគ្រប់គ្រាន់ដើម្បីឆ្លងកាត់វាហើយអ្នកខ្លះទៀតគាត់ភ័យខ្លាំងឬក៏គ្មានភាពក្លាហានក្នុងការឆ្លងកាត់វាប៉ុណ្ណោះអញ្ចឹងសួរថាតើធ្វើដូចម្ដេចទើបយើងអាចក្លាហានហ៊ានប្រឈមជាមួយរឿងលំបាកទាំងអស់នោះបានដោយកុំឲ្យខ្លួនឯងភ័យខ្លាំងពេករហូតដល់គ្រប់គ្រងខ្លួនឯងឡើងបានទៅជាសន្លប់ឬក៏កែបបេះដូងអីជាដើមចម្លើយគឺងាយណាស់អ្នកគ្រាន់តែជឿលើខ្លួនឯងប្រាប់ខ្លួនឯងថាខ្ញុំធ្វើបានជឿថាអ្នកដទៃធ្វើបានយើងក៏ធ្វើបានដូចគ្នាគ្មានរឿងណាដែលលំបាកពេកនោះទេមានតែការគិតរបស់យើងប៉ុណ្ណោះដែលធ្វើឲ្យវាលំបាកនិងគួរឲ្យភ័យខ្លាចព្រោះតែយើងគ្មានបទពិសោធន៍និងមិនធ្លាប់ឆ្លងកាត់វាឬតែគេនិយាយឃើញតែគេលំបាកយើងក៏ភ័យទុកមុនហើយយកវាមកគិតដើម្បីបន្លាចខ្លួនឯងបន្ថែមឧទាហរណ៍ខ្ញុំខ្លួនឯងពីមុនខ្ញុំជាមនុស្សដែលខ្លាចគ្រប់យ៉ាងពិសេសគឺខ្លាចការឈឺចាប់ខ្លាចស្លាប់ខ្លាចវេទនាណាស់ប៉ុន្តែខ្ញុំត្រូវប្រឈមមុខនឹងការវះកាត់លើកទី1គឺវះច្រមុះដោយមិនប្រើថ្នាំសន្លប់ប្រហែលជា17-18ឆ្នាំមុនខ្ញុំធ្លាប់ទទួលការវះកាត់ច្រមុះប៉ុន្តែមុនពេលដែលខ្ញុំវះហ្នឹងគឺខ្ញុំភ័យខ្លាំងខ្លាចខ្លាំងមែនតើដៃជើងរបស់ខ្ញុំហ្នឹងញ័រអស់ហើយបើបេះដូងវិញសឹងថាលោតចេញមកក្រៅព្រោះតើអត់ធ្លាប់មានបទពិសោធន៍នឹងឆ្លងកាត់ការវះកាត់វាជាលើកទី1នៅក្នុងជីវិតប៉ុន្តែពេលហ្នឹងខ្ញុំព្យាយាមប្រាប់ខ្លួនឯងថាមិនអីទេខ្ញុំជឿថាខ្ញុំអាចធ្វើបានប្រាប់ខ្លួនឯងថាបន្តិចទៀតខ្ញុំឆ្លងផុតហើយមិនអីទេពេលវេលាវាដើរទៅមុខរហូតនឹងវាមិនបញ្ឈប់ត្រឹមការវះកាត់ខ្ញុំនោះទេប្រៀបដូចជាម្សិលមិញមានអ្នកជំងឺជាច្រើនដែលត្រូវទទួលការវះកាត់ប៉ុន្តែថ្ងៃនេះគេវះកាត់រួចរាល់អស់ហើយទោះបីជាគេភ័យឬក៏ខ្លាចខ្លាំងប៉ុណ្ណាក៏ដោយគេធ្វើបានខ្ញុំជឿថាខ្ញុំក៏ធ្វើបានដូចគ្នាទីបំផុតខ្ញុំធ្វើបានពិតមែនខ្ញុំទទួលការវះកាត់ដោយជោគជ័យរយៈពេល17-18ឆ្នាំមកហើយត្រង់ចំណុចនេះខ្ញុំសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យជឿលើខ្លួនឯងកុំគិតមិនល្អឬក៏គិតអវិជ្ជមានខ្លាចថាខ្លួនឯងឆ្លងមិនផុតព្រោះឃើញមានអ្នកស្លាប់ដោយសារការវះកាត់ហ្នឹងក៏មិនតិចដែរប៉ុន្តែបងប្អូនងាកមកមើលជ្រុងវិជ្ជមានវិញម្ដងគឺមានអ្នករស់ដោយសារតែការវះកាត់ហ្នឹងក៏ច្រើនដែរអញ្ចឹងយើងត្រូវជឿលើខ្លួនឯងជឿថាប៉ះសិនបើអាយុយើងមិនទាន់អស់យើងមិនស្លាប់នោះទេកុំភ័យខ្លាំងពេកបើដល់អាយុត្រូវស្លាប់ហើយគ្មានជំងឺអីក៏ស្លាប់ដែរដោយដែលយើងធ្លាប់បានឃើញអញ្ចឹងអ្នកខ្លះនៅសុកស្លាប់ហ្នឹងក៏មានអ្នកខ្លះគ្រោះថ្នាក់ភ្លាមស្លាប់ហ្នឹងក៏មានប៉ុន្តែខ្ញុំយល់ពីអារម្មណ៍របស់បងប្អូនមួយចំនួនដែលគាត់មានជំងឺភ័យខ្លាចខ្លាំងហើយបាក់ស្បាតហ្នឹងគាត់អាចនឹងពិបាកយកឈ្នះអារម្មណ៍ភ័យខ្លាចទាំងអស់ហ្នឹងណាការគិតរបស់គាត់គឺបើគាត់នៅសុកស្លាប់ឬក៏គ្រោះថ្នាក់ស្លាប់ភ្លាមគាត់អាចមិនពិបាកប្រឈមមុខនឹងអារម្មណ៍ភ័យខ្លាចទាំងអស់ហ្នឹងវាប្រហែលជាស្រួលជាងសម្រាប់គាត់ខ្ញុំសូមលើកឧទាហរណ៍មួយទៀតដើម្បីឲ្យបងប្អូនពិចារណាប្រសិនបើម្ដាយរបស់យើងគាត់ទន់ខ្សោយប្រហែលជាយើងមិនអាចមើលឃើញពិភពលោកដ៏ស្រស់ស្អាតនៅថ្ងៃនេះទេគាត់ធ្វើបានហេតុអីយើងធ្វើមិនបានមនុស្សមួយពិភពលោកធ្វើបានហេតុអីយើងធ្វើមិនបានស៊ូឡើងបងប្អូនកុំចោះចាញ់ការឈឺចាប់បង្រៀនឲ្យយើងរឹងមាំមនុស្សដែលឆ្លងកាត់ការឈឺចាប់ជាច្រើនទើបអាចរឹងមាំបានការឈឺចាប់ផ្នែករាងកាយបង្វឹកឲ្យផ្លូវចិត្តរបស់យើងរឹងមាំជាបទពិសោធន៍ខ្ញុំផ្ទាល់ខ្ញុំធ្លាប់ឆ្លងកាត់ការវះកាត់ច្រើនដងនិងការសម្រាលកូនម្ដងពេលមិនទាន់ឆ្លងកាត់ខ្ញុំភ័យណាស់ឮតែគេនិយាយថាពិបាកណាស់ឈឺណាស់ពេលបានឆ្លងកាត់ខ្លួនឯងទើបដឹងថាតាំងពិតចឹងសោះវាមិនពិបាកពេកនោះទេវាជាធម្មជាតិ
កុំខ្លាចការឈឺចាប់កុំគិតវេះការឈឺចាប់បើយើងខ្លាចហើយចេះតែគិតពីវាយើងនឹងគ្មានថ្ងៃរឹងមាំបានទេយើងនឹងទន់ជ្រាយរហូតនេះជាមេរៀនដែលខ្ញុំបានរៀនពីលក្ខខណ្ឌធម្មជាតិរបស់ខ្លួនឯងផ្ទាល់ខ្ញុំជឿថាខ្ញុំធ្វើបានបងប្អូនទាំងអស់គ្នាក៏ធ្វើបានដូចគ្នាស៊ូកុំចោះចាញ់កុំភ្លេចចុច like បើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍ហើយចែករំលែកទៅកាន់អ្នកដែលត្រូវការកម្លាំងចិត្ត follow page Facebook និង subscribe channel YouTube បើបងប្អូនចង់ស្ដាប់វីដេអូរបស់ខ្ញុំបន្តទៀតសូមអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូបន្ទាប់